សម្រាប់បងប្អូនដែលមាន channel នៅក្នុង YouTube ហើយចង់ធ្វើការផុសវីដេអូចូលទៅក្នុង YouTube ឲ្យបានត្រឹមត្រូវអាចមើលវីដេអូនេះបានអញ្ចឹងសម្រាប់បងប្អូនដែលប្រើទូរស័ព្ទដៃ Android អាចចូលតាម Chrome ឬក៏ Google ក៏បានដែរហើយត្រង់ចំណុចនេះគឺយើងគ្រាន់តែធ្វើការវាយពាក្យថា YouTube Studio បាទហើយយើងចុច search មកហើយបន្ទាប់មកទៀតសម្រាប់ការប្រើប្រាស់ទូរស័ព្ទដៃបងប្អូនអាចចុចពាក្យកន្លែង all មកបាទចុច all សិនមកហើយនៅពេលដែលវាចេញទម្រង់បែបនេះបងប្អូនត្រូវធ្វើការផ្លាស់ប្ដូរវាទៅជា desktop size ជាមុនសិនអញ្ចឹងយើងចុចអាកន្លែងសញ្ញាត្រី3ចុចខាងលើហ្នឹងហើយ scroll មកស្វែងរកពាក្យថា desktop size អញ្ចឹងយើងគ្រីសក្នុងប្រអប់ហ្នឹងមកបន្ទាប់ពីយើងធ្វើការគ្រីសហើយវានឹងចេញទម្រង់បែបនេះលក្ខណៈបែប computer ណាអញ្ចឹងខ្ញុំ zoom ឲ្យបងប្អូនមើលសិនហើយត្រង់ចំណុចនេះបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យថា log in មកអញ្ចឹងវានឹងដំណើរការចូលទៅដល់ YouTube របស់យើងហើយបាទលក្ខណៈបែប studio ណាបាទអញ្ចឹងវានឹងចូលដល់ទម្រង់បែបនេះហើយត្រង់ចំណុចនេះផងដែរបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យថា create បាទអញ្ចឹងយើងចុចឲ្យកន្លែង create ខាងលើនឹងមកហើយបន្ទាប់ពីធ្វើការចុចត្រង់ចំណុចនោះហើយយកពាក្យថា upload បាទនៅខាងលើគេហ្នឹងបាទបន្ទាប់មកទៀតបងប្អូនចុចឲ្យកន្លែងសញ្ញាព្រួយមកដើម្បីយើងធ្វើការ upload វីដេអូយើងចូលបាទអញ្ចឹងសម្រាប់ថ្មីគឺយើងយក while use this time បន្ទាប់មកទៀតយើងចុចកន្លែង media poster ហ្នឹងមកបាទចុចទៅលើហ្នឹងមកដើម្បីយើងទៅស្វែងរកវីដេអូដែលយើងចង់ធ្វើការផុសណាអញ្ចឹងយើង select វីដេអូបន្ទាប់មកទៀតវានឹងបង្ហាញទម្រង់បែបនេះឲ្យយើងតែម្ដងអញ្ចឹងត្រង់ចំណុចនេះគឺបងប្អូនអាចធ្វើការវាយនៅ title តកតងជាមួយនឹង title នេះផងដែរបងប្អូនអាចធ្វើការវាយឲ្យត្រូវជាមួយនឹងចំណងជើងឬក៏ thumbnail របស់យើងណាបាទអញ្ចឹងបងប្អូនអាចចុចត្រង់ចំណុចហ្នឹងមកអញ្ចឹងខ្ញុំសូមធ្វើការវាយនៅ title កន្លែងត្រង់ចំណុចហ្នឹងតកតងជាមួយនឹងការធ្វើវីដេអូរបស់យើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីធ្វើការយើងវាយនៅកន្លែងចំណងជើងឬក៏គេហៅថា title ហ្នឹងបងប្អូនអាចដាក់ជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរបន្ថែមកាន់តែល្អបាទដើម្បីឲ្យវីដេអូរបស់យើងហ្នឹងងាយស្រួលក្នុងការស្វែងរកបាទហើយត្រង់ចំណុច description នេះគឺតកតងជាមួយនឹង channel YouTube របស់យើងអញ្ចឹងយើងពិពណ៌នាមពី channel YouTube របស់យើងមកអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានទៅសេ description ទេគឺអាចសេបានស្តៀងរបស់ខ្ញុំក៏បានឬក៏បងប្អូនអាចមើលតាមនឹងក៏បានដែរអត់អីទេបាទហើយបន្ទាប់ពីយើងធ្វើការសរសេរអញ្ចឹងខ្ញុំសូមកាត់ខ្លីៗជូនបងប្អូនណាបាទដើម្បីរៀបរាប់តកតងជាមួយនឹង channel YouTube របស់យើងអីចឹងទៅចឹងនៅពេលដែលសរសេរត្រង់ចំណុចនៅ description នេះរួចរាល់ហើយបងប្អូនអាចបន្ថែមពាក្យឲ្យបានច្រើនណាត្រង់ហ្នឹងគឺតម្រូវឲ្យយើងអាចសរសេររហូតដល់500ពាក្យនៅក្នុងកន្លែង description ហ្នឹងទៅបាទអាហ្នឹងយើងតាក់ទងជាមួយនឹង channel របស់យើងចង់និយាយពីការចែករំលែកឬក៏បទពិសោធន៍ខ្លីៗជូនបងប្អូនទាំងអស់គ្នាអញ្ចឹងទៅបាទអញ្ចឹងខ្ញុំសូមត្រឹមប៉ុណ្ណឹងហើយបន្តមកទៀតខាងក្រោមគឺយើងអាចដាក់ធ្វើការដាក់ទៅលើ thumbnail ហើយ thumbnail ហ្នឹងបងប្អូនត្រូវតែធ្វើការ design thumbnail ឲ្យហើយណាបាទរួចរាល់ហើយមកស្រួលហើយយើងគ្រាន់តែ select ទៅលើ thumbnail មកជាការស្រេចបាទហើយបន្តមកទៀតបងប្អូននៅត្រង់ចំណុចខាងក្រោមហ្នឹងគឺតម្រូវឲ្យយើងធ្វើការជ្រើសរើសដែរហើយខាងក្រោមហ្នឹងយើងអាចធ្វើការជ្រើសរើសទៅលើ playlist ណាអញ្ចឹងបងប្អូនអាច select ទៅលើ playlist មកយើងចុចពាក្យថា done ហើយបន្តមកទៀតយើងធ្វើ not for kids បាទជ្រើសរើសត្រង់ចំណុចហ្នឹងមកហើយយើងចុចពាក្យថា see more មកអញ្ចឹងហើយខាងក្រោមនេះគឺវាបង្ហាញច្រើនហើយត្រង់ចំណុចនេះគឺគេដាក់ថា paid promote អញ្ចឹងបើសិនជាវីដេអូរបស់យើងអត់ធ្វើសម្រាប់ promote ផលិតផលរបស់គេទេបងប្អូនបាច់គ្រីសត្រង់ចំណុចហ្នឹងទេបាទហើយខាងក្រោមគឺយើងគ្រីសពាក្យថា no ហើយបន្ទាប់មកទៀតកន្លែងហ្នឹងគឺមានគ្រីសស្រាប់ហើយបងប្អូនអាចមើលបានអាចគ្រីសតាមខ្ញុំបង្ហាញហ្នឹងទៅហើយតកតងជាមួយនឹង tag នេះគឺមានសារៈសំខាន់មែនតើអញ្ចឹងបងប្អូនត្រូវតែធ្វើការវាយ tag ឲ្យបានច្រើនមកដើម្បីងាយស្រួលក្នុងការ search ស្វែងរកវីដេអូរបស់យើងណាងាយគេស្វែងរកឃើញអញ្ចឹងព្យាយាមដាក់ tag ឲ្យបានច្រើនតកតងជាមួយនឹងខ្លឹមសារជាមួយនឹងវីដេអូរបស់យើងបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការវាយ tag ឲ្យបានត្រឹមត្រូវគឺការ search របស់គេក៏ងាយស្រួល
គេ search ទៅឆាប់ឃើញវីដេអូរបស់យើងឬក៏វីដេអូរបស់យើងហ្នឹង load ទៅលើ new feed ឬក៏ load ទៅលើ top តែម្ដងបាទហើយខាងក្រោមនេះបងប្អូនគ្លីកតាមហ្នឹងទៅហើយមួយទៀតយើងគ្លីកខាងក្រោមចំណុចខាងក្រោមបាទហើយបន្ទាប់មកទៀតបងប្អូនអាចក្លេកមើលត្រង់ចំណុចខាងក្រោមអញ្ចឹងបងប្អូនត្រូវឲ្យវាដើរបានរួចរាល់សិនឲ្យវាចេញលក្ខណៈបែប HD បាទហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចពាក្យថា next ហើយត្រង់ចំណុចនេះផងដែរបងប្អូនអាចធ្វើការដាក់ end screen អញ្ចឹងយើងចុចទៅលើនឹងមកហើយធ្វើការជ្រើសរើសបាទជ្រើសរើសនៅប្រភេទវីដេអូណាអញ្ចឹងយើងដាក់បង្ហាញគេអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសវីដេអូពីរទន្ទឹមគ្នាក៏បានមួយក៏បានបើសិនជាយើងធ្វើការជ្រើសរើសមួយយើងឃើញវីដេអូមួយជាមួយនឹងឈ្មោះ channel YouTube យើងមួយបាទហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញបងប្អូនខ្ញុំជ្រើសរើសត្រង់ចំណុចទី1ខាងលើហ្នឹងបាទហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ select ទៅលើវីដេអូរបស់យើងហ្នឹងមកអញ្ចឹងយើង select ទៅលើវីដេអូរបស់យើងអាចធ្វើការផ្លាស់ប្ដូរបានដែរនៅត្រង់ចំណុចខាងក្រោមហ្នឹងបាទយើងចុចមករូបខ្មៅដៃហ្នឹងរួចហើយយើងអាចធ្វើការទាញនៅវីដេអូហ្នឹងមួយដើម្បីធ្វើការបញ្ចូលទៅលើនៅពេលដែលយើងចាប់ផ្ដើមវីដេអូបញ្ចប់អញ្ចឹងណាបាទវានឹងឃើញវីដេអូរបស់យើងបន្ថែមបាទអញ្ចឹងយើងចុចទៅលើហ្នឹងមកហើយយើងចុចពាក្យថា save បាទអញ្ចឹងអធិស្ឋានបាទអញ្ចឹងខ្ញុំសូមចុចកន្លែងនេះពាក្យថា save ហើយបន្ទាប់មកទៀតបងប្អូនបន្ទាប់មកទៀតយើងគ្រាន់តែចុចខាងក្រោមនេះវាតម្រូវឲ្យយើងដាក់ end screen បាទអញ្ចឹងយើងចុចបន្ថែមទៅលើវីដេអូរបស់យើងមួយមកអូខេអញ្ចឹងបន្ទាប់ពីបងប្អូនអាចធ្វើការចុចជ្រើសរើសនៅវីដេអូរបស់យើងមួយដើម្បីធ្វើការដាក់នៅលើ end screen ហើយបងប្អូនចុចពាក្យថា save បន្ទាប់ទៀតមកហើយបន្ទាប់ពីធ្វើការ save រួចរាល់ហើយយើងចុចពាក្យថា next នៅខាងក្រោមណាបាទមិនសិនជាអត់ចេញទេបងប្អូនអាចចុចភាសាទៀតមកដើម្បីឲ្យយើងងាយស្រួលក្នុងការដាក់វីដេអូហ្នឹងបាទអញ្ចឹងខ្ញុំសូមចុចកន្លែងហ្នឹងម្ដងទៀតបាទអញ្ចឹង select ទៅលើវីដេអូមកហើយបន្ទាប់មកទៀតគ្រាន់តែធ្វើការចុចជ្រើសរើសវីដេអូហើយយើងចុច save មកបាទហើយខាងក្រោមក៏យើងធ្វើការចុច save ដែរបងប្អូនត្រង់ចំណុចខាងក្រោមណាបាទហើយបងប្អូនត្រូវមើលកន្លែងវីដេអូរបស់យើងនឹងវាជាប់ copyright អត់បើសិនជាអត់ជាប់ copyright ទេបងប្អូនអាចចុច next នោះហើយត្រង់ចំណុចនេះការផុសរបស់បងប្អូនទេហើយបងប្អូនផុសជាលក្ខណៈបែប public មកងាយស្រួលគេមើលច្រើនហើយតកតងជាមួយនឹងម៉ោងវាមានកំណត់ឲ្យយើងអាចធ្វើការជ្រើសរើសម៉ោងបានអាស្រ័យទៅលើបងប្អូនចង់ផុសម៉ោងបានអីចឹងណាតែយល់ល្អម៉ោងខ្ទង់បើយើងផុសបានអាច2វីដេអូក៏ល្អដែរក្នុងមួយថ្ងៃបើបងប្អូនអាចធ្វើបានគឺយើងផុសពេលព្រឹកអីចឹងម៉ោង8អីចឹងទៅហើយពេលល្ងាចម៉ោងខ្ទង់4ម៉ោង5អីចឹងណាបន្ទាប់មកបងប្អូនគ្រាន់តែធ្វើការចុចពាក្យnext មកគឺវានឹងដំណើរការក្នុងការផុសវីដេអូរបស់យើងហើយបាទអញ្ចឹងសម្រាប់វីដេអូក្នុងការផុសក្នុង YouTube ឲ្យបានត្រឹមត្រូវគឺមានត្រឹមតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណច្រើន